ដំណឹងល្អតាមយូហានអ្នកដែលមិនបានកើតជាថ្មីដោយទឹកគឺបន់ជ្រុំមុជទឹកនិងដោយព្រះវិញ្ញាណបរិសុទ្ធមិនអាចចូលនគរស្ថានសួគ៌បានឡើយត្រូវប្រាថ្នាចង់បានបន់ជ្រុំមុជដោយព្រះវិញ្ញាណបរិសុទ្ធឲ្យបានខ្លាំងក្លាជារៀងរាល់ថ្ងៃព្រះវិញ្ញាណបរិសុទ្ធគឺជាគ្រូដែលដឹកនាំយើងទៅកាន់ស្ថានសួគ៌និងជួយឲ្យបំណងព្រះハរតីរបស់ព្រះជាម្ចាស់បានសម្រេចនៅក្នុងចិត្តរបស់យើងដូច្នេះមានតែការផ្អែកលើព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះទើបយើងអាចរស់ក្នុងជីវិតដែលបង្កើតផលផ្លែព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលតែអ្វីដែលទ្រង់ឮពីព្រះយេស៊ូវនិងប្រាប់ឲ្យយើងដឹងមុនអំពីហេតុការណ៍ដែលនឹងកើតឡើងចូលអធិដ្ឋានរាល់ថ្ងៃសូមព្រះអង្គប្រកាសយើងឲ្យផុតពីអំពើអាក្រក់ចូលអធិដ្ឋានរាល់ថ្ងៃសូមឲ្យយើងក្លាយជាមនុស្សដ៏បរិសុទ្ធចូលអធិដ្ឋានរាល់ថ្ងៃសូមឲ្យអ្នកជឿមានចិត្តតែមួយហើយឲ្យមនុស្សលោកជឿលើព្រះយេស៊ូវចូលអធិដ្ឋានរាល់ថ្ងៃសូមឲ្យភ្នែកយើងបានឃើញសេរីល្អរបស់ព្រះយេស៊ូវចូលអធិដ្ឋានរាល់ថ្ងៃសូមឲ្យយើងអាចទទួលអារម្មណ៍ដឹងថាព្រះជាម្ចាស់ស្រឡាញ់យើងខ្លាំងប៉ុណ្ណា